បើមានលទ្ធផលចេញពីជំនួបប្រមុខការទូតអាស៊ានទ័ពទាំងពីរត្រូវតែរំសាយអាស៊ាននិងអង្គការសហប្រជាជាតិត្រូវបង្កើតប៉ុស្តិ៍បញ្ជាការតាមព្រំដែនរួមនៅថ្ងៃច័ន្ទទី22ធ្នូនេះកិច្ចប្រជុំពិសេសនៃថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងប្រព្រឹត្តទៅក្រោយពីថៃស្នើលើកពេលប្រជុំម្ដងហើយជំនួបនេះធ្វើឡើងនៅទីក្រុងកូឡាឡាំពូនៃប្រទេសម៉ាឡេស៊ីព្រោះម៉ាឡេស៊ីជាប្រធានបដូវវេនអាស៊ានសម្រាប់ឆ្នាំ2025នៅមុនកិច្ចប្រជុំប្រមុខការទូតអាស៊ានសហរដ្ឋអាមេរិកនិងចិនរំពឹងទុកជាមុនថាប្រទេសទាំងពីរគឺកម្ពុជានិងថៃនឹងព្រមបញ្ឈប់ការប្រយុទ្ធគ្នាហើយស្ដារសន្តិភាពឡើងវិញតែយ៉ាងណានេះទើបតែជាលើកដំបូងដែលប្រមុខការទូតអាស៊ានត្រូវបានស្នើឲ្យជួបគ្នានៅទីក្រុងកូឡាឡាំពូចាប់តាំងពីថៃបង្កសង្គ្រាមវាយប្រហារលើកម្ពុជាយ៉ាងកំរោលនៅថ្ងៃទី8ធ្នូឆ្នាំ2025នេះក្រុមការងារ7 Info មើលឃើញថាថៃអាចដាក់លក្ខខណ្ឌច្រើនលើកម្ពុជាព្រោះតែថៃត្រូវដោះខ្លួនពីការចោទថាថៃឈ្លានពានកម្ពុជាសូមអស់លោកស្រីមកតាមដានការបកស្រាយរបស់លោកនួនបូរិនដូចតទៅនេះសំណួរដំបូងតើអាចមានលទ្ធផលទៅរកបទឈប់បាញ់ឡើងវិញទេលោកនួនបូរិនហើយបើមានដោយរបៀបណាបើយើងនិយាយអំពីបទឈប់បាញ់គ្នាដែលភាគីទាំងពីរបានព្រមព្រៀងគ្នាជាផ្លូវការនៅថ្ងៃទី28កក្កដានិងចុងក្រោយមានរហូតដល់សេចក្តីថ្លែងការណ៍រួមចេញពីទីក្រុងកូឡាឡាំពូនៅថ្ងៃទី26តុលាមានហត្ថលេខារបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជាថៃនៅចំពោះមុខហត្ថលេខារបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមគឺសេចក្តីថ្លែងការណ៍នោះបានបង្ហាញពីភាពរឹងមាំរួចទៅហើយថាត្រូវប្រកាន់យកគោលការណ៍យោគយល់គ្នាកម្រិតខ្ពស់បំផុតមិនបង្កឲ្យផ្ទុះសង្គ្រាមអ្វីទាំងអស់ហើយក៏មានយន្តការចូលខ្លំមើលនឹងដោះស្រាយភ្លាមផងដែរប៉ុន្តែយើងដឹងថានៅតែមានភាពតានតឹងកើតឡើងចេញពីភាគីថៃនៅតែធ្វើសកម្មភាពបំពាននៅតាមព្រំដែនចូលមកខាងក្នុងព្រំដែននៃប្រទេសកម្ពុជាស្រាប់តែពេលនោះមុននឹងសង្គ្រាមវាយប្រយុទ្ធគ្នាផ្ទុះនៅថ្ងៃទី8ធ្នូក៏មានផ្ទុះឡើងនៅឧបទ្ទវហេតុជនជាតិថៃជន់មីននៅតាមព្រំដែនហើយចោទថាមាននោះត្រូវបានកម្ពុជាបង្កប់ថ្មីថែមទៀតកម្ពុជាបានប្រកែកដាច់ខាតថាមិនមែនជាមានតែខ្លួនបង្កប់នោះទេបើទោះជាមាននោះសន្មតថាវានៅក្នុងទឹកដីនៃខាងក្នុងព្រំដែនកម្ពុជាក៏ដោយនោះព្រោះវាជាមីនថ្មីបំផុតហើយកម្ពុជាចោទវិញថាជាមីនដែលថៃបង្កប់ខ្លួនឯងដើម្បីប៉ះពាល់ដល់អាយុជីវិតប្រជាជនថៃខ្លួនឯងជាអ្នករងគ្រោះដោយសារតែចំនួនព្រំដែនកម្ពុជាថៃហើយជន់មីនថ្មីថែមទៀតតែចុងក្រោយយើងដឹងហើយថាការចេញពីផែនការរៀបជាស្រេចរបស់ពួកយោធាថៃនិងរដ្ឋាភិបាលចាំផ្ទះរបស់អនុទិនច័ន្ទវីរគុលជាមួយនឹងការអាចថាណែនាំពីក្រមទីប្រឹក្សាសន្តិសុខរាជបល្ល័ង្កថៃក៏ថាបានទើបរឿងរ៉ាវកើតមានហើយចោទថាកម្ពុជាបាញ់មុនកម្ពុជាបានបដិសេធដាច់ខាតថាគេមិនបានបើកការវាយប្រហារអ្វីមួយគ្រាប់ទៅលើថៃនោះទេតែពេលនោះហើយនៅថ្ងៃទី8ធ្នូថៃបាញ់ស្រូចលើដែនដីកម្ពុជាអះអាងថាខ្លួនបានព្យាយាមអត់ធ្មត់ដល់ទៅ24ម៉ោងទើបសម្រេចវិបកវិញស្ថានភាពផ្ទុះសង្គ្រាមយ៉ាងស្រួចស្រាវបំផុតថៃបើកយុទ្ធនាការសន្ធប់វាយមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជារហូតដល់ប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែកលើទីតាំងសូម្បីតែទីតាំងជនស៊ីវិលទីតាំងហេដ្ឋារចនាសម្ព័ន្ធប្រជាជនប្រាំងប្រាសាទរបស់កម្ពុជាក៏ត្រូវបានកំទេចដោយគ្រាប់បែករបស់យន្តហោះ F16 យោធាថៃផងដែរយោធាថៃព្យាយាមបាញ់ស្រូចកំទេចដល់ប្រាំងប្រាសាទព្រះវិហារដែលជាសម្បត្តិពិភពលោកផងដែរនេះរឿងរ៉ាវនេះថៃឈ្លានទៅដល់ការប្រើប្រាស់រូបភាពផ្សេងទៀតនៃការវាយប្រហារលើទឹកដីកម្ពុជាជាមួយនឹងការបង្វែរស្ថានភាពនេះភ័យប្រាប់ពិភពលោកថាកងទ័ពកម្ពុជាលាក់ខ្លួនច្រើននៅក្នុងអគារខ្ពស់តាមព្រំដែនរបស់កម្ពុជាជាប់នឹងប្រទេសថៃសិតតែជាគោលដៅដែលកងទ័ពកម្ពុជាទាំងនោះមានផែនការវាយចូលទឹកដីថៃហើយប្រាប់ថាអគារទាំងនោះជាអគារកាស៊ីណូនិងទីតាំងឆបបោកតាមប្រព័ន្ធអនឡាញអ្វីសិតតែជាការដែលត្រូវគេមើលឃើញថាថៃរៀបចំយុទ្ធសាស្ត្រឈ្លានពានរួចស្រេចប៉ុន្តែយ៉ាងណានៅថ្ងៃទី22ធ្នូនេះ
ការជួបប្រជុំនៃថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានទើបតែលើកដំបូងប៉ុណ្ណោះចាប់តាំងពីទូសង្គ្រាមធំលើកទី2ថ្ងៃទី8ធ្នូមកនោះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅលើទឹកដីនៃទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីក៏ធ្វើឡើងតាមការស្នើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអានវ៉ាអ៊ីប្រាហ៊ីមឋានៈជាប្រធានវេននៃសមាគមអាស៊ីអាគ្នេយ៍នេះសំណួរសួរថាអាចមានលទ្ធផលទៅរកបាត់ឈប់បាញ់គ្នាឡើងវិញដែរឬទេសម្រាប់ខ្ញុំថាអាចមានលទ្ធផលទៅរកបាត់ឈប់បាញ់គ្នាក្នុងទម្រង់ណាមួយដែលអាចសម្របសម្រួលគ្នាបានរវាងភាគីទាំងពីរគឺកម្ពុជានិងថៃហើយសម្របសម្រួលគ្នាក្នុងកម្រិតមួយដែលគេហៅថាការសម្របសម្រួលស្ថិតនៅក្នុងគោលការណ៍មួយគឺការយោគយល់និងអត់ឱនរួមជាមួយគ្នាឡើងវិញប៉ុន្តែក៏យើងមើលឃើញថាពេលនោះក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានទំនងនឹងខិតខំខ្លាំងក្នុងការសម្របសម្រួលឲ្យភាគីថៃនិងភាគីកម្ពុជាមានការផ្ទៀងផ្ទាត់នៅលក្ខខណ្ឌទៅវិញទៅមកមាននឹងឈានដល់ទៅរកការអនុវត្តបាត់ឈប់បាញ់គ្នាឡើងវិញប៉ុន្តែយើងនៅតែមើលឃើញថាកម្រិតនៃការឈានទៅដល់បាត់ឈប់បាញ់គ្នានោះវាស្ថិតនៅក្នុងភាពផុយស្រួយប្រសិនបើយន្តការនៃការឃ្លាំមើលស្ថិតក្នុងស្ថានភាពមិនរឹងមាំមិនច្បាស់លាស់បើទោះជាមានក្រុមឃ្លាំមើលអាស៊ានក៏ដោយនោះអ្វីដែលសំខាន់គឺថាលទ្ធផលអាចកើតមាននៅពេលដែលថៃជឿជាក់ខ្លួនឯងថាខ្លួនបើកការវាយប្រាកនេះយ៉ាងហោចណាស់ក៏ធ្វើឲ្យកម្ពុជារងការគៀបសង្កត់ពីសហគមន៍អន្តរជាតិផងដែរទើបថៃគេអាចសម្របសម្រួលថាបើកការវាយប្រាកនេះគឺក្នុងកម្រិតដែលគេហៅថាការពារខ្លួនផងនិងវាយប្រាបែបបង្ក្រាបផងតែយើងនៅតែមើលឃើញថាភាគីកម្ពុជាយ៉ាងហោចណាស់ក៏នៅតែមានសិទ្ធិក្នុងការបញ្យល់ទៅរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់អំពីអ្វីដែលហៅថាការរំលោភបាត់ឈប់បាញ់គ្នាភាគីកម្ពុជាអាចប្រាប់អាស៊ានរដ្ឋមន្ត្រីអាស៊ានទាំងអស់ថាអ្វីដែលកម្ពុជាគោរពកន្លងមកនោះគឺកម្ពុជាគោរពជាប់ជួនជាងថៃខ្លាំងណាស់បើធៀបជាមួយនឹងថៃអ្វីដែលសំខាន់គឺថៃជាអ្នកធ្វើឲ្យមានភាពផុយស្រួយនៃការរំលោភបំពានបាត់ឈប់បាញ់នេះយើងជឿថារដ្ឋមន្ត្រីការបរទេសអាស៊ានអាចនឹងមានរូបមន្តផ្សេងថែមទៀតហើយអាចរឹងមាំជាងរូបមន្តនៃការអនុវត្តបាត់ឈប់បាញ់គ្នាកាលពីថ្ងៃទី28កក្កដានោះគេថាថៃមានប្រៀបលើការចរចាទោះរងសម្ពាធអន្តរជាតិតើថៃអាចគៀបអាស៊ានឲ្យអាស៊ានគៀបកម្ពុជាឬទេតាមគោលការណ៍សត្យានុបត្តិថៃអាចមានប្រៀបជាងកម្ពុជានៅលើការចរចាបើនិយាយពីស្ថានភាពសឹកនៅតាមព្រំដែនថៃវាយប្រហារពង្រីកទីតាំងវាយមកលើកម្ពុជានៅតាមព្រំដែននៃប្រទេសកម្ពុជាព្រោះថៃត្រូវគេមើលឃើញថាថៃជាអ្នកឈ្លានពានដូច្នេះអ្នកឈ្លានពានជាអ្នកពង្រីកទីតាំងប្រយុទ្ធឈ្លានពានកម្ពុជាចំណែកឯកម្ពុជាត្រូវគេមើលឃើញថាជាប្រទេសរងចាំការវាយបកវិញមិនពង្រីកទីតាំងប្រយុទ្ធនោះទីព្រោះកម្ពុជាបានតាំងចិត្តខ្លួនឯងថាជាជនរងគ្រោះដូច្នេះជនរងគ្រោះចាំបាច់ត្រូវតែវាយបកនិងការពារខ្លួនហើយវាស្របនឹងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា51ដែលថាសិទ្ធិការពារខ្លួនមានទាំងសិទ្ធិវាយបកវិញក៏មានផងដែរជាមួយនឹងសិទ្ធិស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិដើម្បីជួយរាំងខ្ទប់សកម្មភាពក៏ឃ្លឿនរបស់អ្នកឈ្លានពានហើយសិទ្ធិទាំងនោះក៏វាផ្អែកទៅតាមកត្តាផ្លូវច្បាប់អន្តរជាតិដែលកម្ពុជាអាចប្រសិទ្ធទាំងការប្រើប្រាស់អាវុធវាយការពារខ្លួននិងសិទ្ធិតាមគោលការណ៍ច្បាប់ធម្មនុញ្ញអង្គការសហប្រជាជាតិដែលស្ថាប័នអន្តរជាតិត្រូវតែចូលពាក់ព័ន្ធនិយាយទៅថៃអាចមានប្រៀបលើការចរចានៅថ្ងៃទី22ធ្នូនេះប៉ុន្តែថៃមិនមានប្រៀបក្នុងការនិយាយថាខ្លួនកំពុងគោរពច្បាប់និងគោលការណ៍ធម្មនុញ្ញអាស៊ានឬក៏ធម្មនុញ្ញអង្គការសហប្រជាជាតិនោះទីថៃរកពាក្យនេះនិយាយមិនបានទេទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានថៃមានប្រៀបដោយសារតែថៃឈ្លានពានកម្ពុជាយ៉ាងកម្ររហូតដល់ការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកលើទីតាំងយ៉ាងជ្រៅចូលក្នុងទឹកដីកម្ពុជាថៃអាចដាក់លក្ខខណ្ឌជ្រឿនថែមទៀតលើកម្ពុជានិងទៅលើអាស៊ានប៉ុន្តែมันប្រកាសថាលក្ខខណ្ឌរបស់ថៃលើកម្ពុជានិងលើអាស៊ានអាចស្របតាមការដាក់សម្ពាធរបស់ថៃបាននោះទេ
តែយ៉ាងណាក៏ដោយយើងនៅតែមើលឃើញថាការចរចានៃគណៈរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី22ធ្នូនេះយើងជឿថាថៃនឹងស្វែងរកនីតិវិធីដោះខ្លួនរបស់ខ្លួនយ៉ាងជ្រៅបំផុតនៅលើវេទិកាតំបន់នេះប៉ុន្តែត្រង់ថាថៃរកវិធីដោះខ្លួននេះថាតើក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានគេទទួលយកបានដែរឬទេដូចជាថៃអាងថាខ្លួនគេឈ្លានពានកម្ពុជាដោយសារតែកម្ពុជារំលោភបទឈប់បាញ់និងវាយប្រហារលើថៃមុនប៉ុន្តែនៅពេលដែលអាស៊ានសួរថាតើចុះហេតុអីបានជាអ្នកពង្រីកសមរភូមិការប៉ះទង្គិចគ្នានៅតំបន់ណាប៉ះទង្គិចគ្នានៅតែតំបន់នោះហេតុអីបានជាថៃបង្រីកសមរភូមិហៀពីពេញព្រំដែនរបស់កម្ពុជាតែថៃអាចឆ្លើយរួចជាមួយនឹងអាស៊ានដែរឬទេនៅពីនេះថៃនៅតែរកមធ្យោបាយឆ្លើយប៉ុន្តែឆ្លើយរបៀបដោះសារគឺឆ្លើយទាំងគ្មានភាពត្រឹមត្រូវហើយអាងថាយុទ្ធនាការចុងក្រោយរបស់ខ្លួនគឺយុទ្ធនាការកំទេច scam online ទៅវិញថៃអាចនិយាយដូចនេះប៉ុន្តែនិយាយដូចនេះក៏គេថាថៃប្រើប្រាស់យុទ្ធនាការបែបនេះបែបឯកតោភាគីនៅតែបំពេញដែនអធិបតេយ្យភាពរបស់កម្ពុជានៅតែមានរូបភាពឈ្លានពានកម្ពុជាបង្កឲ្យមានអសន្តិសុខតំបន់ដ៏គ្រោះថ្នាក់បំផុតសំណួរទី3វាមានន័យថាប្រទេសថៃរកវិធីដោះខ្លួនពីការចោទថាវាឈ្លានពានកម្ពុជាព្រោះថៃកិច្ចពីការមិនសងការខូចខាតសំណង់ប្រវត្តិសាស្ត្រខ្មែរដែលត្រូវកំភ្លើងថៃបាញ់កំទេចនិងអគារស្ពានថ្នល់កម្ពុជាតើលោកគិតថាថៃអាចកិច្ចរួចខ្លួនឬទេតាមទស្សនៈរបស់យើងបានពន្យល់រត់ហើយថាថៃពិតជាឆ្លើយដោះសារគ្រប់យ៉ាងទាំងអស់នៅចំពោះមុខរដ្ឋមន្ត្រីការបរទេសអាស៊ានថៃនឹងឆ្លើយដោះសារហើយព្យាយាមទម្លាក់កំហុសមកលើកម្ពុជាថៃរកមធ្យោបាយឆ្លើយដោះសារនេះដើម្បីឲ្យខ្លួនគេថាសកម្មភាពរបស់ថៃដែលបាញ់ខ្លោងនិងទម្លាក់គ្រាប់បែកសូម្បីតែទៅលើទីតាំងជនស៊ីវិលទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាសាលារៀនមន្ទីរពេទ្យទៅលើប្រាង្គប្រាសាទបុរាណរបស់កម្ពុជាប្រសាទប្រវិយរបស់កម្ពុជាក៏ថៃនៅតែព្យាយាមរកលេសថាវាជាការតាមគំនិតកងទ័ពរបស់កម្ពុជាប៉ុន្តែការនិយាយដោះសារនិយាយកិច្ចខ្លួនពីការដែលអាចត្រូវចាប់បង្ខំថៃឲ្យទទួលកំហុសនេះគឺថៃច្បាស់ជាប្រកែកថាខ្លួនគេមិនមានចេតនាកំទេចបំផ្លាញសំណង់ប្រវត្តិសាស្ត្ររបស់កម្ពុជានោះទេប៉ុន្តែតាមកំទេចដោយសារតែថៃថាឃើញក្របកំភ្លើងរបស់កម្ពុជាបាញ់ចេញពីទីនោះតែយ៉ាងណាវាច្បាស់ណាស់ថាអ្វីដែលថៃលើកឡើងនេះសិតតែជាផែនការដែលថៃមានផែនការកំទេចទ្រព្យសម្បត្តិរបស់ពិភពលោកដែលមាននៅលើទឹកដីកម្ពុជាថៃច្បាស់ណាស់ថាខ្លួនគេអាចនឹងគេចចេញពីការសងការខូចខាតទាំងឡាយណាដែលប៉ះពាល់កំទេចបំផ្លាញ5ប្រាសាទរបស់ខ្មែរនេះថៃអាចនឹងលើកលក្ខខណ្ឌទាំង3ដែលថៃដាក់លើប្រទេសកម្ពុជាទី1កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់មុនទី2បទឈប់បាញ់ត្រូវតែស៊ើបអង្កេតជាក់ស្ដែងនិងជាបន្តបន្ទាប់ហើយទី3ប្រទេសកម្ពុជាត្រូវតែបង្ហាញកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់នៅក្នុងប្រតិបត្តិការដោះមានរួមគ្នាតើកម្ពុជាអាចទទួលយកបានឬទេតាមទស្សនៈរបស់យើងយល់ឃើញថាលក្ខខណ្ឌ3យ៉ាងរបស់ថៃដែលទម្លាក់ឲ្យនេះកម្ពុជាមិនអាចទទួលយកបានបើគ្មានការសម្របសម្រួលវិញពីភាគីថៃនោះទេកម្ពុជាមិនអាចទទួលយកបាននោះទេយើងយល់ឃើញថាលក្ខខណ្ឌ3នេះវាមិនធ្ងន់ពេកសម្រាប់កម្ពុជាទេប៉ុន្តែកម្ពុជាក៏ត្រូវស្វែងរកយុទ្ធធម៌សម្រាប់ខ្លួនឯងផងដែរនៅឯការចរចានេះយ៉ាងហោចណាស់កម្ពុជាមិនសម្រេចអនុវត្តបទឈប់បាញ់មុនថៃនោះទេគឺកម្ពុជាត្រូវប្រកាសថាបទឈប់បាញ់កើតឡើងជាមួយគ្នានៅម៉ោងនេះនៅម៉ោងនោះពេលនោះហើយដែលរដ្ឋមន្ត្រីការបរទេសអាស៊ាន9ប្រទេសទៀតគេនឹងសម្របសម្រួលឲ្យថៃនិងកម្ពុជាព្រមមានគោលការណ៍កង់សង្ស៊ីជាមួយគ្នាគឺឈរលើចំណុចរួមមួយឲ្យឃើញកម្ពុជាមិនសម្រេចអនុវត្តបទឈប់បាញ់មុននោះទេតែមានម៉ោងកំណត់ដូចគ្នាត្រូវអនុវត្តបើកម្ពុជាយល់ព្រមតាមការគិតសម្កត់របស់ថៃត្រង់ចំណុចទី1ថាកម្ពុជាត្រូវឈប់បាញ់មុននោះវាមិនខុសអីកម្ពុជាថាខ្លួនមានកំហុសនោះទេ
ដូច្នេះហើយបានជាកម្ពុជាតែងតែចេញសេចក្តីថ្លែងការណ៍ញឹកញាប់ចោទភាគីថៃថាបង្កការឈ្លានពានយ៉ាងកម្រលើកម្ពុជាដូច្នេះនៅត្រង់ចំណុចនេះកម្ពុជានឹងស្នើឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានរួមគ្នាធ្វើសំយោគមតិធ្វើកិច្ចសង្ស៊ីសរួមគ្នាទៅតើត្រូវអនុវត្តបទឈប់បាញ់ដោយរបៀបណាចំណែកឯអនុវត្តបទឈប់បាញ់ត្រូវតែស៊ើបអង្កេតជាក់ស្ដែងនោះសម្រាប់កម្ពុជាដូចជាមិនបារម្ភនោះទេត្រឹមតែត្រូវអនុវត្តការស៊ើបអង្កេតជាក់ស្ដែងនេះកម្ពុជាជាអ្នកផ្ដើមមុនរួចទៅហើយត្រង់ចំណុចនេះថៃទេដែររកមធ្យោបាយកិច្ចចេញត្រង់នេះចំពោះដែលថាលក្ខខណ្ឌទី3ប្រទេសកម្ពុជាត្រូវតែបង្ហាញកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ក្នុងប្រតិបត្តិការដោះមីនរួមគ្នានេះកម្ពុជាបានធ្វើរួចទៅហើយគឺកម្ពុជាបានបង្ហាញភាពស្មោះត្រង់រួចទៅហើយក្នុងការប្រតិបត្តិការដោះមីនរួមគ្នាកន្លងមកនេះតែថៃទេរកមធ្យោបាយរកកិច្ចកលកិច្ចចេញពីភាពស្មោះត្រង់របស់ខ្លួនចំពោះមុខព្រឹត្តិការណ៍និងស្ថានភាពដែលកើតមាននៅតាមព្រំដែនកម្ពុជាថៃទេជាអ្នកដែលត្រូវបានគេរកឃើញថារកល្បិចកិច្ចកលច្រើនហើយរហូតដល់នៅតែធ្វើសកម្មភាពបំពានលើដែនអធិបតេយ្យព្រំដែនកម្ពុជានិយាយទៅលក្ខខណ្ឌ3នេះត្រូវតែសមាគមប្រជាជាតិអាស៊ានថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវតែរួមគ្នារកសេចក្តីថ្លែងការណ៍រួមហើយអនុវត្តដោយស្មារតីគ្នារវាងភាគីទាំងពីរកម្ពុជានិងថៃគឺត្រូវកំណត់ពេលវេលាដូចគ្នាគ្មានអ្នកណាកំណត់ថាឈប់បាញ់មុនគ្មានអ្នកណាថាចង់ឈប់បាញ់ទីត្រូវតែបង្ខំឲ្យភាគីទាំងពីរអនុវត្តបទឈប់បាញ់នៅម៉ោងកំណត់រួមគ្នាដូចនឹងថ្ងៃទី28កក្កដានោះបាទនិយាយទៅយើងមិនទាន់កំណត់ថាអាចមានភាពរឹងមាំចេញពីលទ្ធផលនៃជំនួបរដ្ឋមន្ត្រីការបរទេសអាស៊ានទេយើងជឿថាมันមានភាពរឹងមាំទេបើអាស៊ានរករូបមន្តកងសុកស៊ីកម្រិតរឹងមាំបំផុតមិនឃើញនោះតែយើងជឿថាសេចក្តីថ្លែងការណ៍រួមចេញពីថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានអាចមានប៉ុន្តែខ្លឹមសារអាចនៅតែមិនមានភាពរឹងមាំដូចទីហើយបើមានសេចក្តីថ្លែងការណ៍រួមក៏អាចបញ្ជាក់ឡើងវិញអំពីយន្តការទាំងឡាយដែលមានស្រាប់កាលពីក្នុងសេចក្តីថ្លែងការណ៍រួមថ្ងៃទី26ដុល្លារឆ្នាំ2025យកមកលាតត្រដាងឡើងវិញផងដែរហើយត្រូវបំពេញចន្លោះដែលខ្វះខាតនោះតែយើងនៅតែគិតថាលទ្ធផលมันមានភាពរឹងមាំខ្លាំងធ្វើឲ្យមានសន្តិភាពយូរអង្វែងនោះទីបើយន្តការនៃការត្រួតពិនិត្យបទឈប់បាញ់ត្រួតពិនិត្យភាពជាក់ស្ដែងនៃតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរដែលបន្សល់ទុកដោយអាណានិគមបារាំងមិនត្រូវបានដោះស្រាយដោយក្រុមបច្ចេកទេសជាន់ខ្ពស់ពីស្ថាប័នដែលមានយុត្តាធិការក្នុងការពិនិត្យដោះស្រាយជម្លោះព្រំដែនដូចជាយន្តការនៃតុលាការអង្គការសហប្រជាជាតិគឺ ICJ ឬក៏ក្រុមបច្ចេកទេសរបស់អង្គការសហប្រជាជាតិណាមួយមកចូលរួមដើម្បីដោះស្រាយនិងជួយបច្ចេកទេសដល់ភាគីកម្ពុជានិងភាគីថៃនោះនិយាយទៅវាត្រូវតែមានក្រុមបច្ចេកទេសផ្នែកផែនទីពីប្រទេសបារាំងពីប្រទេសមហាអំណាចពីក្រុមបច្ចេកទេសអព្យាក្រឹតនៃអង្គការសហប្រជាជាតិចូលខ្លួនមកពាក់ព័ន្ធទើបអាចមានដំណោះស្រាយរឹងមាំសរុបទៅលទ្ធផលមិនអាចមានភាពរឹងខ្លាំងដូច្នេះប្រមុខការទូតអាស៊ានត្រូវតែរកឃើញរូបមន្តសន្តិភាពមួយរឹងមាំតើអ្វីជារូបមន្តសន្តិភាពរឹងមាំមានឡើងវិញរវាងកម្ពុជានិងថៃបើលទ្ធផលមិនមានភាពរឹងមាំខ្លាំងទេយើងត្រូវតែសង្ឃឹមថាប្រមុខការទូតអាស៊ាននឹងត្រូវប្រជុំមិនត្រឹមតែមួយព្រឹកឬមួយថ្ងៃទេត្រូវរកមធ្យោបាយប្រជុំឲ្យបានយ៉ាងយូរ2ថ្ងៃហើយរកឲ្យឃើញរូបមន្តសន្តិភាពមួយរឹងមាំបំផុតរូបមន្តសន្តិភាពមួយរឹងមាំនេះអ្នកបច្ចេកទេសអាស៊ានរដ្ឋមន្ត្រីការបរទេសអាស៊ានគេនឹងកំណត់យន្តការនៃការដាក់ពង្រាយផ្ទាល់នៅកងរក្សាសន្តិសុខអាស៊ានដែលកងរក្សាសន្តិសុខអាស៊ាននិងក្រុមឃ្លាំមើលអាស៊ានត្រូវនៅជាមួយគ្នាត្រូវតែអាស៊ានបោះទីតាំងផ្ទាល់នៅតាមព្រំដែនរវាងប្រទេសទាំងពីរជាពិសេសនៅចំណុចដែលភាគីថៃតែងតែរំលោភបំពានលើអធិបតេយ្យភាពកម្ពុជាត្រូវតែមានប៉ុស្តិ៍បញ្ជាការរបស់កងរក្សាសន្តិសុខអាស៊ានត្រូវតែរៀបចំយន្តការបែបនេះឲ្យបានចេញពីជំនួបរដ្ឋមន្ត្រីការបរទេសរបស់ខ្លួននៅថ្ងៃទី22ធ្នូតនោះប្រទេសអាស៊ានទាំងអស់ជាពិសេសគឺ9ប្រទេសដែលក្នុងនោះមានប្រទេស
អ៊ីស្ទីម៉ូលផងដែរទើបជាសមាជិកទី11របស់អាស៊ានត្រូវតែចូលរួមចំណែកក្នុងការបរិច្ចាគកម្លាំងធនធានរបស់ខ្លួនរៀងៗខ្លួននិងធនធានហិរញ្ញវត្ថុរៀងៗខ្លួនដែលអាស៊ានមានរួចស្រេចទៅហើយក្នុងកញ្ចប់ចំណាយរបស់លេខាធិការអាស៊ានយកមកប្រើប្រាស់ដើម្បីបង្កើតប៉ុស្តិ៍បញ្ជាការរបស់កងកម្លាំងសន្តិសុខអាស៊ាននៅតាមព្រំដែនរវាងប្រទេសទាំងពីរហើយអាស៊ានត្រូវតែមានរូបមន្តដូចនេះឲ្យបានហើយយ៉ាងហោចណាស់អាស៊ានត្រូវតែពឹងពាក់អន្តរាគមន៍បន្ថែមទៀតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើរដ្ឋមន្ត្រីការបរទេសអាស៊ានអាចធ្វើទៅបានគឺធ្វើសំណើរួមគ្នាមួយហើយត្រូវតែបង្ខំថៃឲ្យទទួលយកសំណើនោះគឺអន្តរាគមន៍ឲ្យមានក្រុមបច្ចេកទេសនៃអង្គការសហប្រជាជាតិក្រុមរក្សាសន្តិសុខនៃអង្គការសហប្រជាជាតិសហប្រតិបត្តិការជាមួយនឹងក្រុមបច្ចេកទេសអាស៊ានកងរក្សាសន្តិសុខអាស៊ានពង្រាយរួមគ្នានៅតាមព្រំដែនកម្ពុជាថៃហើយត្រូវតែបង្កើតទីបញ្ជាការនៅតាមព្រំដែនកម្ពុជាថៃដែលលាតសន្ធឹងជាង800គីឡូម៉ែត្រនោះយ៉ាងហោចណាស់មានប៉ុស្តិ៍បញ្ជាការមួយក្នុងរយៈចម្ងាយ50គីឡូម៉ែត្រមួយ50គីឡូម៉ែត្រមួយប្រសិនបើតំបន់ណាដែលតែប៉ះទង្គិចគ្នាត្រូវតែដាក់ប៉ុស្តិ៍បញ្ជាការឲ្យបានច្រើននៅតំបន់នោះហើយគេហៅថាបេសកកម្មអាស៊ានអន្តរជាតិជាមួយនឹងអង្គការសហប្រជាជាតិវានឹងធ្វើឲ្យមានសន្តិភាពរឹងមាំនៅតាមព្រំដែនប្រទេសថៃមិនរកលេសឈ្លានពានកម្ពុជាជាថ្មីម្ដងទៀតបានងាយនោះទេប៉ុន្តែត្រូវតែដោះស្រាយឲ្យបានចំពោះការខ្វែងគំនិតគ្នានៅតាមព្រំដែនដែលប្រទេសថៃតែងតែចោទថាកម្ពុជាបានចូលមកខាងក្នុងទឹកដីរបស់ថៃហើយកម្ពុជានៅតែចោទថាថៃបានបំពានចូលខាងក្នុងទឹកដីរបស់កម្ពុជាត្រូវតែរកឲ្យឃើញនៅដំណោះស្រាយរួមគ្នាដោយយន្តការជួយដោះស្រាយរបស់ក្រុមបច្ចេកទេសអាស៊ាននិងអង្គការសហប្រជាជាតិយើងជឿថាអាស៊ានគួរតែរៀបចំធ្វើយ៉ាងណាឲ្យមានសំណើអន្តរាគមន៍របស់អាស៊ានទាំងមូលនៃថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយយើងជឿថាថៃមិនមានឱកាសដើម្បីគេចវេះគេចចេញពីដំណោះស្រាយរបស់អាស៊ានដូចនេះទៅកាន់អង្គការសហប្រជាជាតិនោះទេយើងដឹងហើយថាទូនីតិរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើយោងតាមមាត្រា41 42នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិអំពីចម្ពោះនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគេមានកាតព្វកិច្ចគឺមាត្រាទាំងពីរនេះកំណត់កាតព្វកិច្ចរបស់អង្គការពិភពលោកនេះរួចទៅហើយប៉ុន្តែវាត្រូវតែមានការស្នើសុំអន្តរាគមន៍ពីប្រទេសតំបន់ឬពីអង្គការតំបន់ណាមួយទើបក្រុមប្រឹក្សាសន្តិសុខនោះក៏គេធ្វើសេចក្តីសម្រេចតាមនោះទៅដែរបើទោះជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគេមានកាតព្វកិច្ចរបស់ខ្លួនតាមការបញ្ជាក់កំណត់ដោយមាត្រានៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិក៏ដោយនោះបើតាមទស្សនៈរបស់យើងនៅពេលដែលអាស៊ានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួននិយាយអំពីចំនួនសង្គ្រាមព្រំដែនកម្ពុជាថៃនេះគួរណាស់អង្គការសហប្រជាជាតិបញ្ជូនក្រុមយន្តការរបស់ខ្លួនមកក្រុមចូលរួមផងដែរតែយើងជឿថាថៃមិនអាចប្រសិទ្ធជំទាស់នោះទេគឺថៃមិនមែនមហាអំណាចរុស្ស៊ីជំទាស់នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេបើថៃជំទាស់អ្វីមួយនៅចំពោះមុខក្រុមបេសកកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយើងជឿថាថៃចង់ជំទាស់ចំពោះដំណោះស្រាយណាមួយដែលថៃគ្មានប្រៀបជាងកម្ពុជាគឺថៃចង់ជំទាស់ហើយបើមានយន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបញ្ជូនបេសកជនរបស់ខ្លួនទៅចូលរួមកិច្ចប្រជុំជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ាននោះថៃពិបាកជំទាស់បំផុតបើថៃជំទាស់នឹងសេចក្តីសម្រេចណាមួយរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានបូកនឹងក្រុមបេសកកម្មរបស់អង្គការសហប្រជាជាតិនោះយ៉ាងហោចណាស់នឹងយកសំណុំរឿងដែលថៃជំទាស់នេះចូលទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយចង់មិនចង់នឹងធ្វើឲ្យថៃផុងខ្លួនដូចជួកខ្លួនឯងនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិព្រោះក្រុមប្រឹក្សាសន្តិសុខនឹងចេញដំណោះស្រាយធ្ងន់ជាងដំណោះស្រាយរបស់ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានទៅទៀតប៉ុន្តែយើងនៅតែជឿថាដំណោះស្រាយមួយអាចនឹងដាក់ចុះឲ្យភាគីទាំងពីររំសាយទ័ពចេញពីតំបន់ជម្លោះនោះគឺដាក់ពង្រាយជាអចិន្ត្រៃយ៍ដោយក្រុមរក្សា
សន្តិភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិតែត្រង់នេះទំនងថៃលំបាកក្នុងការរំសាយទ័ពរបស់ពូគីតើធ្វើដោយម្ដេចបើថៃមិនព្រមរំសាយទ័ពរបស់ខ្លួនចេញពីតំបន់ចំនួននោះហើយដែលគេថាបើអាស៊ាននិងអង្គការសហជីវជាតិមានយន្តការផ្ទាល់ជាអចិន្ត្រៃយ៍គឺស្ថាបនាទីតាំងបញ្ជាការរបស់ខ្លួនទោះបីជាទ័ពថៃមិនរំសាយក៏ទ័ពថៃមិនបំពានរំលោភបទឈប់បាញ់ងាយដូចមុនទៀតនោះទីហើយគេនឹងមើលឃើញថៃមានផែនការចាប់យកទឹកដីកម្ពុជាជាទស្សនៈរបស់យើងចង់ឃើញក្រុមបេសកកម្មមកពីសមាគមអាស៊ានផងនិងមកពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងទើបធ្វើឲ្យការពង្រឹងបទឈប់បាញ់គ្នាមានភាពរឹងមាំហើយភាគីថៃក៏ពិបាករកលេសដើម្បីបង្កការឈ្លានពានកម្ពុជាជាថ្មីម្ដងទៀត